ខ្ញុំធ្លាប់ធ្វើជា MC ក្នុងពិធីប្រគល់មេដាយជូនអ្នកធ្វើការដែលមានចំនួនលើសពី100នាក់អញ្ចឹងថ្ងៃនេះខ្ញុំមកបង្ហាញជូនពីគន្លឹះបង្ការការផ្លិចឬបង្វែងមិនដឹងថាហៅដល់ឈ្មោះណាយើងត្រូវចាប់ផ្ដើមពីក្រដាសឈ្មោះមុនសិនជាទូទៅ MC មិនបានទទួលក្រដាសឈ្មោះអ្នកត្រូវទទួលមេដាយមុនថ្ងៃកម្មវិធីទេដល់ថ្ងៃកម្មវិធីទើបគេយកមកឲ្យចំណុចនេះកុំសួរខ្ញុំអីខ្ញុំគ្មានចម្លើយទេនិយាយពីក្រដាសឈ្មោះអ្នកទទួលមេដាយដែលខ្ញុំធ្លាប់បានទទួលមានពីរបែបទី1គឺគេដាក់លេខរៀងបន្តគ្នាតាំងពីដើមដល់ចប់បែបទី2គឺគេបែងចែកជាក្រុមហើយលេខរៀងដាក់បន្តគ្នាតែក្នុងក្រុមប៉ុណ្ណោះដល់ក្រុមបន្ទាប់គេផ្ដើមលេខ1ឡើងវិញបើសិនជាបានក្រដាសឈ្មោះបែបទី1នឹងស្រួលបន្តិចមិនបាច់កែសម្រួលទេបើសិនជាបានបែបទី2អញ្ចឹងខ្ញុំនឹងដាក់លេខរៀងដោយខ្លួនឯងខ្ញុំជាថ្មីគឺដាក់លេខរៀងបន្តគ្នាតែម្ដងការដាក់លេខរៀងថ្មីនេះអត់ខុសទេព្រោះពេលហៅឈ្មោះគេមិនតម្រូវឲ្យហៅអ្នកទី1ឈ្មោះនេះអ្នកទី2ឈ្មោះនេះនោះទេគេឲ្យហៅឈ្មោះយកតែម្ដងដូច្នេះអត់មានបញ្ហាទេដែល MC ដាក់លេខរៀងថ្មីដោយខ្លួនឯងទៅលើក្រដាសឈ្មោះនិយាយដល់ពេលនៅក្នុងកម្មវិធីជាធម្មតា MC កាន់ក្រដាសនៅដៃមួយទៀតកាន់មីក្រូចំពោះក្រដាសឈ្មោះអ្នកទទួលមេដាយគឺ print លើក្រដាស A4 បែប portrait ហើយតាមរបៀបរបប MC មិនអាចបត់ក្រដាសដែលកាន់នៅនឹងដៃបានឡើយដែលនេះវាជារឿងលំបាកព្រោះមិនអាចបត់ក្រដាសមិនអាចប្រើប៊ិចមកគូសចំណាំនិយាយរួមមិនអាចធ្វើអ្វីបានទាំងអស់ព្រោះឈ្មោះមួយដែលត្រូវហៅឲ្យឡើងវេទិកាមានគម្លាតពីគ្នាត្រឹមពី1ទៅ2វិនាទីប៉ុណ្ណោះឯងដូច្នេះគ្មានពេលសម្រាប់គូសចំណាំលេខរៀងថាហៅដល់ឈ្មោះនេះឬឈ្មោះនោះទេបើសិនជាអញ្ចឹងតើត្រូវធ្វើម៉េចដើម្បីកុំឲ្យវង្វេងឈ្មោះវិធីរបស់ខ្ញុំគឺខ្ញុំកាត់ក្រចកមេដៃរបស់ខ្ញុំឲ្យចេញជារាងស្រួចបែបនេះដៃណាកាន់ក្រដាសឈ្មោះខ្ញុំកាត់ក្រចកមេដៃខាងនឹងដល់ពេលកាន់ក្រដាសគឺខ្ញុំតម្រង់ចុងក្រចកទៅរកលេខរៀងចុងក្រចកតម្រង់ទៅរកលេខមួយណាខ្ញុំហៅឈ្មោះមួយនឹងហើយតាក់ទងនឹងលេខរៀងលើក្រដាសនឹងខ្ញុំបញ្យល់រួចហើយនៅខាងលើអញ្ចឹងពេលនៅក្នុងកម្មវិធីខ្ញុំអត់ខ្វល់ពីអ្វីផ្សេងទេក្រៅពីប្រាប់ខ្លួនឯងថាកាន់ក្រដាសឲ្យជាប់ភ្នែកមើលចុងក្រចកចុងក្រចកចង្អុលលេខរៀងណាហៅឈ្មោះអ្នកនឹងហៅរួចត្រូវចង្អុលចុងក្រចកទៅលេខរៀងបន្ទាប់ភ្លាមតែម្ដងចឹងខួរក្បាលហើយនឹងអារម្មណ៍របស់ខ្ញុំផ្ដោតតែប៉ុណ្្នឹងទេជាលទ្ធផលទី1ខ្ញុំអត់រំលងឈ្មោះទី2ខ្ញុំអត់ហៅឈ្មោះ1នឹង2ដងចាសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេសូមបញ្ជាក់ថានេះជាវិធីសាស្ត្រផ្ទាល់ខ្លួនដូច្នេះសូមលោកអ្នកស្ដាប់ជាគំនិតនិងសូមមេត្តាយកទៅកែសម្រួលតាមការគួរចាអរគុណដែលបានគាំទ្រជួបគ្នាវីដេអូក្រោយ